ថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីការធ្វើកូនទូដាក់សម្ភារៈមិនថាជាសម្ភារៈសិក្សាឬក៏សម្ភារៈគ្រឿង make up អីជាដើមហ្នឹងគឺស័ក្តិសមមែនតើហើយកូនទូនេះជាប្រភេទទូតាំងលម្អដែលយើងដាក់នៅលើតុហើយបើនិយាយពីការធ្វើវិញគឺងាយស្រួលធ្វើហើយអត់មានអីសាំញ៉ាំច្រើនទេអញ្ចឹងត្បូងដៃយើងត្រូវមានប្រអប់បែបនេះហើយប្រអប់នេះគឺប្រអប់ដាក់កាបូបដៃរបស់មនុស្សប្រុសធម្មតាទេតែគ្រាន់តែប្រអប់នេះវារៀងអត់សូវធម្មតាទេដោយសារតែមើលទៅវារៀងអែមដែរអញ្ចឹងណាហើយយើងយក4សិនមកយកវាមកបិទផ្ទុកពីលើគ្នាដូចខ្ញុំបិទអញ្ចឹងទៅព្រោះថាកន្លែងនេះគឺយើងត្រូវធ្វើម៉ូតកន្លែងកែទូអញ្ចឹងហើយបានថងហ្នឹងគឺយើងត្រូវការប្រអប់ដែលមានហូតទៅហូតមកអញ្ចឹងដោយសារតែវាដូចទៅនឹងកែទូដែលយើងអាចហូតទៅហូតមកបានកែទូគឺសំដៅដល់ថតទូនឹងឯងអាហ្នឹងគឺសម្រាប់ខ្ញុំតែបើថាមានខុសឆ្គងអីបងប្អូនចាំខមមិនប្រាប់ខ្ញុំបន្ថែមទៀតផងឥឡូវយើងទុកថតទូម្ដុំសិនយើងមកធ្វើផ្នែកម្ខាងទៀតនេះម្ដងហើយនិយាយទៅមកតួកូនទូនេះគឺខ្ញុំធ្វើតែពីប្រអប់នឹងសុទ្ធហ្មងចំពោះការកាត់នេះបើបងប្អូនមើលអត់តាន់អីយើងអាចស្កប់វីដេអូនឹងសិនទៅហើយមើលមួយតាមនឹងបានហើយចំពោះការបិទនេះដែរយើងបិទម្ដងមកកណាត់អញ្ចឹងសិនបន្ទាប់មកចាំយើងយកវាទៅផ្គុំចូលគ្នាតាមក្រោយព្រោះថាធ្វើអញ្ចឹងវាស្រួលជាងយើងបិទយកហ្មងហើយថងនេះដោយសារតែយើងតវារៀងច្រើនតំណដែរអញ្ចឹងទៅខ្ញុំក៏យកกระดาษដែលរៀងក្រាស់បន្តិចយកមកបិទទ្រាប់តំណវាមួយជាន់ទៀតទៅឲ្យវាជិតល្អដោយសារតែចំហៀងនេះគឺយើងត្រូវធ្វើជាប្រឡោះឬក៏ជាថ្នាក់ដើម្បីយើងដាក់ជាប្រភេទដើមដូចជាប៊ិចឬក៏ color អីជាដើមហ្នឹងអញ្ចឹងហើយបើយើងធ្វើប្រឡោះហ្នឹងឲ្យស្មើច្រាញ់ហ្មងគឺអត់ស្អាតទេអញ្ចឹងហើយបានខ្ញុំធ្វើវារៀងប្រឆិតបន្តិចទៅដើម្បីពេលដែលយើងដាក់ទៅវារៀងឆិតស្អាតกระดาษដែលខ្ញុំកំពុងតែសកបញ្ចូលនេះគឺអត់មានតាណាឆ្ងាយពីប្រអប់យើងនឹងទេគឺខ្ញុំកាត់ចេញពីប្រអប់ដែលខ្ញុំបានហូតចេញមុននឹងឯងហើយនៅក្នុងវីដេអូនេះរៀងប្លែកជាងវីដេអូមុនតិចដោយសារតែខ្ញុំអត់បានដាក់ខ្នាតដាក់ប្រវែងឲ្យបងប្អូនមើលទេព្រោះអីខ្ញុំធ្វើកូនទូនេះគឺយើងអាស្រ័យទៅលើភាពជាក់ស្ដែងនៃប្រអប់របស់យើងអញ្ចឹងបន្ទាប់ពីបិទផ្នែកពីរនឹងភ្ជាប់គ្នាហើយនៅខាងលើនេះខ្ញុំក៏បានបន្ថែមជាថ្នាក់ឬក៏ជាធ្នើនឹងមួយទៀតដែរយើងចំណេញអាចដាក់របស់នៅលើនឹងបានមួយកន្លែងទៀតបន្ទាប់ពីធ្វើគ្រោងទូហើយខ្ញុំក៏បានបន្ថែមកระดาษឡាំងប្រភេទស្ដើងនេះមកជុំវិញនឹងទៀតដែរព្រោះដើម្បីឲ្យវាកាន់តែមាំហើយខ្ញុំក៏បានយកស្គុតกระดาษយកមកបិទមកពេញទូនឹងទាំងអស់ហ្មងព្រោះដើម្បីឲ្យវាជិតកន្លែងស្នាមធ្នេដែលយើងបានបិទតគ្នានេះដល់ពេលយើងបិទស្គុតกระดาษមកជុំវិញអស់អញ្ចឹងហើយលាបថ្នាំលាបអីហើយចេះទៀតគឺមើលលែងដឹងហ្មងថាយើងធ្វើពីអីឥឡូវចូលមកដល់កន្លែងថតតុនេះម្ដងខ្ញុំយកប្រអប់ខាងក្នុងហ្នឹងយកទៅលាបពណ៌ហើយបន្ទាប់មកខ្ញុំក៏យកគ្រាប់កាំគ្រាប់ធំយកមកបិទធ្វើជាកន្លែងកាន់បិទបើកប្រអប់នេះក៏វាមានខ្សែហូតទៅមកពីនាយវាមកដែរតែគ្រាន់តែខ្ញុំអត់ស្រឡាញ់អញ្ចឹងទៅខ្ញុំកាត់ចេញហើយបិទកាំជំនួសទៅចុងក្រោយគេខ្ញុំក៏បានបន្ថែមពីហូមនៅខាងលើនេះដែរដើម្បីឲ្យវាកាន់ទៅលើកបន្ថែមទៀតអញ្ចឹងកូនទូតាំងសម្រាប់ដាក់សម្ភារៈនេះគឺមានតែប៉ុណ្្នឹងឯងនិយាយទៅងាយស្រួលធ្វើដោយដែលខ្ញុំបានបញ្ជាក់អ្នកទាំងអស់គ្នាអញ្ចឹងតែបើនិយាយពីរឿងសម្រស់វិញអាហ្នឹងខ្ញុំអត់និយាយទេទុកឲ្យអ្នកទាំងអស់គ្នាខមមិនឲ្យវិញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់ហើយបងប្អូនកុំភ្លេចជួយ like share វីដេអូនេះនិង follow ខ្ញុំម្នាក់មួយផងអរគុណ